សត្វនៅក្នុងមហាសមុទ្រធំទាំង4ប្រភេទដែលគួរឲ្យខ្លាចបំផុតនៅលើពិភពលោកតើលោកអ្នកដឹងទេពិភពលោកយើងនេះគឺមានរឿងអាថ៌កំបាំងនិងចម្លែកជាច្រើនដែលមិនទាន់មានការបកស្រាយបានជាពិសេសគឺមហាសមុទ្រផ្ទាល់តែម្ដងដែលវាពោរពេញទៅដោយផ្ទៃទឹកធំល្វឹងល្វើយនិងមានរឿងអាថ៌កំបាំងជាច្រើននៅក្រោមបាតសមុទ្រសូម្បីតែអ្នកវិទ្យាសាស្ត្រក៏រកឃើញរឿងរ៉ាវផ្សេងនិងសត្វចម្លែកនៅក្នុងបាតសមុទ្រត្រឹមតែ 4% ប៉ុណ្ណោះហើយរឿងរ៉ាវដ៏គួរឲ្យខ្លាចនៅក្នុងចំណោមសត្វទាំងអស់សុទ្ធសឹងតែជាសត្វដែលមានមាឌធំដែលរស់ក្រោមបាតសមុទ្រជ្រៅដែលមនុស្សពិបាកចូលទៅដល់នៅក្នុងវីដេអូនេះខ្ញុំនឹងនាំយកសត្វធំចំនួន4ប្រភេទដែលហៅថាត្រីយក្សនៅក្នុងបាតសមុទ្រនៅក្នុងចំណោមត្រីយក្សទាំង4ប្រភេទនោះត្រីយក្សទី1គឺមានឈ្មោះថា Megalodon គេឲ្យប្រសិទ្ធនាមវាថាកំពូលអ្នកប្រហារប្រចាំបាតសមុទ្រត្រីឆ្លាមប្រភេទនេះមានទំហំជាង50 feet វាស្មើនឹង15 ម៉ែត្រដែលជាប្រភេទត្រីឆ្លាមគេស្គាល់ច្រើនជាងគេបំផុតតាមរយៈការថតខ្សែភាពយន្តធៀមរបស់វាមានទំហំធំល្មមសម្រាប់ត្របាក់មនុស្សបានដល់ទៅ 20-30 នាក់ក្នុងពេលមួយប្រពៃភ្នែកហើយពួកគេបានប្រើធៀមទាំងនោះដើម្បីបបាញ់ត្រីបាឡែនធំយោងតាមសម្ដីពីទស្សនវិទូអ្នកស្រាវជ្រាវ Peter Clemay មកពីសាកលវិទ្យាល័យ California នៅ Davis បាននិយាយថាកាលដែលពួកត្រីឆ្លាមយក្សនេះបានផុតពូជទៅគឺធ្វើឲ្យពពួកត្រីបាឡែនបានឈានដល់ទំហំដ៏ធំសម្បើមដោយសារតែគ្មានការដេញសម្លាប់ពីពពួកត្រីឆ្លាមយក្សនេះឯងហើយពួកគេត្រូវបានគេស្គាល់រហូតដល់សព្វថ្ងៃនេះប្រភេទត្រីយក្សទី2គឺត្រី Dangleosteus គេហៅថាបិសាចឆ្មាំសមុទ្រត្រីបុរាណនេះរស់នៅកាលពី400លានឆ្នាំមុនប៉ុន្តែវាជាពូជត្រីស៊ីមនុស្សមួយប្រភេទដែលមានភាពរហ័សនៅក្នុងការវាយប្រហារជាទីបំផុតពួកអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាមានភាគរយតិចណាស់ដែលចំណីរបស់វាត្រូវបានវាយប្រហារហើយមានសង្ឃឹមរស់នោះដោយសារតែត្រីនេះគឺរហ័សនិងមានធ្មេញមុតស្រួចមិនចាញ់ត្រីពីរណាប៉ុន្មានទេDangleosteusនេះមានប្រវែង33 feet វាស្មើនឹង10 ម៉ែត្រពីធ្មេញដល់កន្ទុយនិងត្រូវបានគេដាក់រហស្សនាមថាជាឆ្មាំសមុទ្រចំណែកត្រីយក្សទី3មានឈ្មោះថា Helicoprion គេហៅថាត្រីឆ្លាមមាត់ខ្យងជាប្រភេទត្រីឆ្លាមដែលរស់នៅក្នុងសមុទ្រជិត300លានឆ្នាំមុនមកហើយវាគឺជាប្រភេទត្រីឆ្លាមដ៏ចម្លែកមួយដែលមានធ្មេញមួយក្នុងចំណោមធ្មេញឆ្លាមដ៏គួរឲ្យញញើតនិងខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្រធម្មជាតិត្រីទឹកលក្ខណៈមិនធម្មតានេះគឺជាប្រធានបទនៃការជជែកវែកញែកយ៉ាងទូលំទូលាយនៅក្នុងសហគមន៍វិទ្យាសាស្ត្រអស់រយៈពេលពេញមួយសតវត្សមកហើយជាមួយផូស៊ីលរូបរាងរបស់វាតែមួយគត់ដែលត្រូវបានគេរកឃើញជាមួយមានធ្មេញរាងពងក្រពើធ្មេញរបស់វាគឺមានរាងពងក្រពើហើយត្រូវបានចុះឈ្មោះជាបញ្ជីជាពពុយសត្វដែលដៃណូស័រដ៏កាយបំផុតនៅក្រោមបាតសមុទ្រតែគួរឲ្យស្ដាយពពួកសត្វប្រភេទនេះគឺបានផុតពូជអស់ទៅហើយត្រីយក្សចុងក្រោយគេគឺមានឈ្មោះថា Mosasaurus គេហៅថា Dinosaur ទឹកសម័យបរិយាប្រវត្តិដ៏សាហាវ Mosasaurus នេះបានក្លាយជាពពួក Dinosaur ទឹកដ៏ល្បីល្បាញលំដាប់អន្តរជាតិបន្ទាប់ពីមានការបង្ហាញនៅក្នុងរឿង Jurassic World ដ៏គួរឲ្យចាប់អារម្មណ៍សត្វល្មូនយក្សទាំងនេះអាចលេបសត្វព្រៃបានមួយទាំងមូលដោយមិនចាំបាច់ទំពាឬខាំដោយធ្មេញរបស់វាទេអ្នកជំនាញបានសិក្សាសត្វទាំងអស់នេះរយៈពេលជាច្រើនឆ្នាំមកហើយការរកឃើញថ្មីនេះគឺពពួកសត្វទាំងអស់នេះមានទំហំប៉ុនត្រីឆ្លាម7 ដងដែលមានរូបរាងដូចជាសត្វក្រពើថែមទាំងពូកែត្របាក់សត្វផ្សេងៗបានយ៉ាងឆាប់រហ័សផងដែរ